mới nè ai tao đi vậy kia Nè, một tí mơ. nè sao nó kia tao mày mày Có 2 tỷ đồng. Bên đây mà từ được từ nón thái nha. nữa Mới từ đây nữa. nó thao tao Đây từ nón ạ. Hai cái tên đây nè. bà hai thằng nó không hay chụp mấy luôn Từ nón á. Tờ. គិតទៅពីតំណងគិតទៅពីសបាយហ្នឹងអត់គិតខំរៀនទេហើយដឹងថាការផឹកគ្រឿងស្រវឹងហ្នឹងវាផ្ដល់ផលប៉ះពាល់អីខ្លះអត់ រឿងស្រវឹងមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់អ្នកផឹកតែប៉ុណ្ណោះទេប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិនិងមនុស្សជាតិនៅក្នុងនោះសូរ៉ាគឺជាមូលហេតុចម្បងមួយនៃគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលជាតិសូរ៉ាជ្រាបចូលទៅក្នុងខ្លួនវានឹងធ្វើឲ្យយើងបាត់បង់នូវការគ្រប់គ្រងខ្លួនឯងហើយជាពិសេសវានឹងបង្កឲ្យមានជាអំពើហិង្សាផ្សេងស្ទើរតែគ្រប់ទីកន្លែងទាំងក្នុងគ្រួសារក្នុងសាលារៀននៅកន្លែងធ្វើការឬក៏ក្នុងសហគមន៍ផ្សេងត្រូវចងចាំថាគ្រឿងស្រវឹងគឺជាអាវុធដ៏ស្ងៀមស្ងាត់បំផុតដែលវាទៅបំផ្លាញសុខភាពរបស់យើងបន្តិចម្ដងហើយជាពិសេសវាធ្វើឲ្យប៉ះពាល់ដល់កោសិកាខួរក្បាលដែលធ្វើឲ្យការចងចាំនិងការគិតរបស់យើងមានការថយចុះហើយមួយវិញទៀតការផឹកស្រាជាប្រចាំឬក៏ផឹកស្រាក្នុងរយៈពេលយូរវានឹងបង្កឲ្យមានការប្រឈមនឹងការកើតមានជំងឺមិនឆ្លងជាច្រើនប្រភេទនៅក្នុងនោះរួមមានជំងឺលើសសម្ពាធឈាមជំងឺថ្លើមជំងឺសរសៃឈាមបេះដូងហើយវាក៏រឹតតែជាកត្តាបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ2ផងដែរ ស្លាមួយកែវអាចប្រាប់អើជួយបងម្នាក់បានដើម្បីចាប់ផ្ដើមការពារនិងការទប់ស្កាត់នៃការសេពគ្រឿងស្រវឹងដែលអាចទាក់ទាញដល់កុមារនិងយុវជនយើងអាចអនុវត្តនៅវិធីទាំងនេះបានទី1យើងដឹងហើយថាកុមារសម័យលើមិនថាចានស៊ីឬចានអាហ្វានោះទេគឺសុទ្ធតែមានសមត្ថភាពក្នុងការប្រើបច្ចេកវិទ្យាក៏ដូចជាគ្រឿងអេឡិចត្រូនិកអញ្ចឹងយើងខ្ញុំសូមសំណូមពរដល់ក្រសួងពាក់ព័ន្ធនិងរាជរដ្ឋាភិបាលធ្វើការបែនរកវីដេអូទាំងឡាយណាដែលតាក់ទងទៅនឹងគ្រឿងស្រវឹងចំពោះកុមារក្រោមអាយុ18ឆ្នាំហើយគួរតែមានច្បាប់ចំពោះពាណិជ្ជករហាមដាច់ខាតក្នុងការលក់គ្រឿងស្រវឹងចំពោះអតិថិជន2ត្រូវមានការចុះណែនាំនៅតាមគ្រឹះស្ថាននានាស្ដីអំពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹងចំណែកឪពុកម្ដាយវិញក៏គួរតែបញ្ឈប់ការប្រើកុមារទៅទិញគ្រឿងស្រវឹងផងដែរ3ដើម្បីកាត់បន្ថយនៃការសេពគ្រឿងស្រវឹងជាញឹកញាប់យើងគួរតែកំណត់ច្បាប់ហាមកុំឲ្យអតិថិជនសេពគ្រឿងស្រវឹងបើសិនជាផឹកត្រូវពិន័យជាសាច់ប្រាក់ដើម្បីធានាបាននូវប្រសិទ្ធភាពនៃវិធានការអប់រំ ការចំណាយថវិកាលើគ្រឿងស្រវឹងវាដូចយកលុយទៅទិញជំងឺមកដាក់ខ្លួនខូចទាំងសុខភាពបាត់បង់ទាំងទ្រព្យសម្បត្តិខាត់បង់ទាំងពេលវេលាដូច្នេះយើងគ្រប់រូបគួរគប្បីកាត់បន្ថយឬបញ្ឈប់ការសេពគ្រឿងស្រវឹងដើម្បីអាយុជីវិតសុខភាពសុភមង្គលនិងមនុស្សជាទីស្រឡាញ់